បាទសូមជម្រាបសួរបងប្អូនថ្ងៃនេះមានខ្នាយប្រយុទ្ធរបស់ខ្មែរយើងពីរឈុតបាទហើយខ្នាយនេះដែរបានធ្វើកិច្ចប្រសិទ្ធិកាលម្សិលមិញថ្ងៃសិលពេញបោសិលធំបងប្អូនបាទហើយក៏មកបង្ហាញប្រភេទខ្នាយខ្មែរដែលរបស់កម្រគឺកម្រយកតែមែនតែនគឺប្រភេទដែលដោះម្រះដែលបងប្អូនថាដោះម្រះណាបាទខ្នាយកម្រដោះម្រះពីលើចាននេះបងប្អូនព្រោះចាននេះកន្លែងនេះគឺម្រះចាប់អត់ជាប់ទេម្រះណាបាទហើយសាច់ខ្នាយខ្មែរគឺសាច់ប្រភេទហ្នឹងបាទសាច់លាតបាទសាច់ភ្លឺរលោងហើយម្រះពោះបាទនេះត្រឹមនេះម្រះបងប្អូនណាម្រះពោះខាំជាប់នឹងចានពោះចានខ្នាយនេះបាទហើយនេះឆ្អឹងបងប្អូនឆ្អឹងថ្គាមហ្នឹងគឺខាំជាប់ជាមួយនឹងខ្នាយតែម្ដងបាទហើយតម្រឹមគល់នេះគឺម្ចាស់គាត់តម្រឹមតាំងពីនៅគាត់ប្រើមិនដបងម្លេះបាទគល់ហ្នឹងគាត់ត្រឹមបន្តិចទេគាត់ដោះជាមួយថ្មទលៀងកបិតបាទហើយខ្នាយនេះខ្ញុំបានតាំងពីឆ្នាំ2018បានពីអូសោមបងប្អូនបានពីអូសោមបាទនេះឆ្អឹងនេះខាំជាប់នឹងថ្គាមគេដកអត់ចេញក៏គេយកខ្នងបថៅតវាលើបងប្អូនបាទតខ្នងបថៅវាលើមកក៏ស្នាមហើយស្នាមនេះគឺដិតឈាមមកបងប្អូនរបស់នេះដូចមានវិញ្ញាណអញ្ចឹងបាទមានវិញ្ញាណណាបាទដូចស្អីយើងឃើញថាមានដូចស្នាមឈាមនៅខាងក្នុងនេះខ្ទមឈាមបងប្អូនបាទខ្ទមឈាមហើយខ្នាយនេះមានប្រវត្តិឆ្លងកាត់ច្រើនបាទតាមអ្នកភូមិអ្នកស្រុកដែលគាត់នៅចិត្តហ្នឹងគាត់ដឹងណាបងប្អូនបាទនេះហើយជាប្រភេទខ្នាយខ្មែរបាទខ្ញុំនៅខេត្តពោធិ៍សាត់នេះគឺខ្ញុំរកបាន 3-4 ដើមបងប្អូន 3-4 ដើមហើយរបស់ខ្លះក៏ខ្ញុំជៀវផុតទៅតាំងពីខ្ញុំមិនទាន់ផុសនៅក្នុង TikTok ម៉េះបាទភាគច្រើនខ្ញុំផុសនៅក្នុង YouTube របស់ណាបាទនេះយើងទុកម្លាយសិនហើយចំពោះបងប្អូនដែលស្រឡាញ់ខ្នាយខ្មែរបាទតម្លៃសមរម្យហើយរបស់ចេញពីដៃខ្ញុំបានធ្វើកិច្ចប្រសិទ្ធិរួចហើយបងប្អូនបាទដូចបងប្អូនបានឃើញអញ្ចឹងមិនថាចម្លាក់ក្តីមិនថាខ្នាយក្តីគឺខ្ញុំយកទៅឲ្យលោកដែលមានធម៌មានសិលឲ្យគាត់ប្រសិទ្ធិរងាប់បំបួសហើយបានដាស់ប្រសិទ្ធិតាមក្រោយម្ដងជា2ដងដូចខ្នាយមួយគូនេះបានប្រសិទ្ធិ2ដងបងប្អូនប្រសិទ្ធិ2ដងម្សិលមិញថ្ងៃសិលពេញបោក៏យកទៅប្រសិទ្ធិទៀតដែរបាទហើយប្រភេទខ្នាយខ្មែរយើងផែនហ្នឹងបងប្អូនណាបាទបបពពួកប្រភេទសាច់កណ្ដាញ់ម្រះច្រើនតាន់អានវែងអាហ្នឹងប្រភេទក្រៅស្រុកទេហើយគឺយើងមិនដឹងថាជ្រូកហ្នឹងជ្រូកព្រៃឬក៏ជ្រូកគេចិញ្ចឹមដែរតែខ្ញុំដឹងច្បាស់គឺជ្រូកចិញ្ចឹមបាទតែបងប្អូនគាត់អត់ដឹងទេបាទហើយរបស់យើងគឺរបស់ព្រៃបងប្អូនណារបស់ព្រៃបាទរបស់ព្រៃយើងដឹងហើយថាស្រុកយើងអត់មានការដ្ឋានចិញ្ចឹមជ្រូកទេមានតិចតួចបាទបើស្រុកគេគឺមានសឹងគ្រប់ផ្ទះបាទហើយប្រភេទខ្នាយខ្មែរយើងប្រភេទខ្នាយប្រយុទ្ធបាទអ្នកលេងខ្នាយគាត់ក៏លេងមើលគេដឹងហើយខ្នាយខ្មែរបាទតែបងប្អូនខ្លះគាត់អ្នកលេងថ្មីគាត់អត់សូវនិយមទេបាទអញ្ចឹងគាត់បញ្ជាក់ចេញពីខ្ញុំគឺខ្ញុំបានធ្វើកិច្ចប្រសិទ្ធិហើយបាទប្រសិទ្ធិម្ដងជា2ដងដោយបងប្អូនបានឃើញក្នុងរូបអញ្ចឹងបាទមិនថាចម្លាក់សាងពីស្នេហ៍បក់ធ្លុះក្តីមិនថាខ្នាយក្តីគឺខ្ញុំធ្វើកិច្ចរហូតដើម្បីឲ្យបងប្អូនយកទៅសុខសប្បាយការពារម្ចាស់ក្រុមគ្រួសារទៅទីចិត្តទីឆ្ងាយគឺសុខសប្បាយឈ្នះមារសត្រូវអញ្ចឹងបងប្អូនបាទនេះហៅថាជំនឿយើងផ្សំគ្នាកុំឲ្យខ្លួនយើងទៅលងមូលបងប្អូនកាលណាទៅលងមូលគេធ្វើមកត្រូវប៉ែកប្រយបាទអញ្ចឹងកាលណាយើងមានវត្ថុស័ក្តិសិទ្ធិដាក់តាមខ្លួនខ្លះវាល្អគេធ្វើមកហើយសុយហ្នឹងអត់ត្រូវហើយសុយឡងទៅវិញទៀតបាទអញ្ចឹងមានតែប៉ុណ្្នឹងបាទអញ្ចឹងសូមអរគុណបងប្អូនបាទស្រឡាញ់ចូលសារមក